បងពីណែនាំខ្លួនវិញអូខេជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះបន្ថាគឺជាផលិតករនៅក្នុងសាច់រឿងសំណុំរឿងអាថ៌កំបាំងតែម្ដងមូលហេតុអីដែលបងចង់ផលិតរឿងបែបនេះឡើងបើនិយាយពីមូលហេតុទៅគឺងាយស្រួលទេដោយសារតែនៅក្នុងសសរខ្ញុំឃើញមានគេផលិត content ជាច្រើនដូចមកហើយជាពិសេស content កំ pl ែង content បែប blog អីចឹងណាហើយអញ្ចឹងខ្ញុំក៏ចង់ផលិតអីដែលជាខ្លួនខ្ញុំដោយឡែកវាជាបទពិសោធន៍ដែលយើងធ្លាប់ផលិតដូចមកហើយជាមួយនឹងរឿងអក្រិតជនអញ្ចឹងហើយខ្ញុំក៏បានឃើញថាវាជាអីដែលខ្ញុំចូលចិត្តហើយវាជាអ្វីដែលខ្ញុំស្រឡាញ់ស្រាប់នៅក្នុងរឿងបែប Syndicate រឿងបែប action លាយឡំជាមួយនឹង funny អញ្ចឹងទៅអញ្ចឹងខ្ញុំក៏បង្កើតរសជាតិថ្មីនៅក្នុងសាច់រឿង Syndicate ថ្មីនេះតែម្ដងបាទបង្កើតផលិតរឿងបែបនេះបងការបានខ្លះអត់ខ្លះនិយាយពីផលប្រវាហ្នឹងគឺវាមានច្រើននិយាយទៅទី1គឺតាក់ទងជាមួយនឹងការចំណាយតែម្ដងតាក់ទងជាមួយនឹង budget plan ដូចអ្នកទាំងអស់គ្នាបានឃើញស្រាប់ទាំង page ទាំង YouTube គឺយើងបាត់ build ពី0តែម្ដងទាំងក្រុមគឺថ្មីទាំងអស់តែម្ដងអញ្ចឹងហើយរាល់ការចំណាយផ្សេងៗគឺនៅលើខ្ញុំទាំងតួទាំងការធ្វើដំណើរទាំងការហូបចុកទាំងការផលិតប្រពផ្សេងៗគឺយើងចំណាយច្រើនដោយឡែកយើងអត់មានចំណូលសំបីតែមួយកាក់មួយសេននៅឡើយទេអញ្ចឹងហើយសូមពរដល់អ្នកទាំងអស់គ្នាដែលមើលនៅវីដេអូនេះជួយ like និង follow page ក៏ដូចជា subscribe ទៅកាន់ YouTube របស់ពួកយើងដើម្បីពួកយើងមានកម្លាំងចិត្តផលិតបន្តហើយបងប្អូនក៏អាចគ្រប់គ្រងតាមរយៈជួយ support ពួកយើងខ្ញុំតាមទឹកចិត្តរបស់អ្នកទាំងអស់គ្នាខ្ញុំនឹងដាក់ FA នៅខាងលើនេះសម្រាប់បងប្អូនដែលមានទឹកចិត្តចូលរួមចំណែកឬក៏គ្រប់គ្រងពួកយើងអាចចូលរួមដោយទឹកចិត្តបានហើយដោយឡែកបើសិនជាមានបងប្អូនដែលចង់ sponsorដាក់ជា product placement ជា sponsor main sponsor ក៏អាចតាក់ទងខ្ញុំតាមរយៈលេខទូរស័ព្ទនេះបានដែរព្រោះថាយើង start ពី0ទាំងអស់អញ្ចឹងងាយទេក្នុងការចាប់ផ្ដើមសម្រាប់ sponsor ក៏ដូចជាអ្នកឧបត្ថម្ភផ្សេងៗអញ្ចឹងអាហ្នឹងហើយគឺជាផលបាត់ទី1ដោយសារតែយើងអត់មាន budget ហើយផលបាត់ទី2គឺដូចអ្នកទាំងអស់គ្នាដឹងហើយរាល់ការផលិតរបស់ខ្ញុំកន្លងមកគឺខ្ញុំកម្រនឹងមាន talent ដែលល្បីស្រាប់តួអង្គដែលល្បីស្រាប់ហើយគឺខ្ញុំច្រើនតែ build តួទៀតសោតអ្នកទាំងអស់គ្នាធ្លាប់ឃើញនៅរឿងពីមុនដូចជាអក្រិតជនឬក៏រឿងផ្សេងៗដែលខ្ញុំបានផលិតខ្ញុំច្រើនតែ build តួថ្មីដោយសារតែខ្ញុំចង់ឲ្យរឿងជាអ្នក build តួខ្ញុំចូលចិត្តឲ្យយកតួមកដើម្បីឲ្យនេះឯងហើយយ៉ាងទៀតដោយសារតែយើងអត់បាត់ចិត្តស្រាប់ផងនិយាយទៅអញ្ចឹងហើយហ្នឹងហើយអាហ្នឹងគឺជាផលប្របាកយើងដែរគឺយើងត្រូវ build តួថ្មីដូច្នេះគាត់អត់សូវមានបទពិសោធន៍ច្រើនទៅក្នុងការសម្ដែងទេដូចតួកញ្ញាមេទេហិលយើងអញ្ចឹងកញ្ញារាជនីនៅក្នុងសាច់រឿងហើយក្រៅគាត់ឈ្មោះគុនស៊ីនហ្នឹងគឺគាត់អត់មានបទពិសោធន៍នៅក្នុងការសម្ដែងរឿងតែម្ដងហើយសំខាន់រឿងបែបនេះគឺជាតម្រូវឲ្យគាត់ចេះវាយត្រូវឲ្យគាត់ជិះម៉ូតូធំឬក៏អីចឹងអញ្ចឹងគឺមានផលបាក់ច្រើនទៅការបរៀនគាត់ឲ្យគាត់ច្រើនមនុស្សធ្លាប់តែមញ៉េមញ៉ក់ធ្លាប់តែហាត់របាំដៃជើងទន់បែរជាមកឲ្យធ្វើរឿងបែប action ចឹងវាជាបរិបទថ្មីមួយដែលត្រូវពុតគាត់ដែរទី3គឺខ្ញុំត្រូវធ្វើគ្រប់យ៉ាងខ្លួនឯងទាំងអស់ទាំងនិពន្ធទាំងដឹកនាំទាំងថតទាំងយកមកកាត់ទាំងរៀបចំ plan នៅក្នុងការបញ្ចេញ series របស់យើងរឿងខ្លីរបស់យើងហ្នឹងគឺមកចាប់ទាំងអស់តែម្ដងអញ្ចឹងយើងពិបាកបន្តិចដោយសារតែយើង low budget យើងត្រូវ build អីជាមួយនឹងអីដែលខ្លួនឯងមានបងគម្រោងផលិតរឿងនេះអាចជាអាចប្រមាណទៀតដែរបើសួរពីគម្រោងនៃការផលិតយូរម្ល៉េះឬក៏អត់វាអាស្រ័យដែរប៉ុន្តែបើសួរពីចិត្តខ្ញុំហ្មងគឺខ្ញុំមានគម្រោងថានឹងផលិត web series នេះឲ្យបានយូរឲ្យបានវែងវាវត្តពី clip ខ្លីទៅជា clip វែងទៅជា web series រហូតដល់អាចនៅក្នុងគោលដៅមួយដែលយើងបានប៉ងប្រាថ្នាទុកដោយសារតែវាជាអីដែលខ្ញុំស្រឡាញ់មកហើយខ្ញុំសរសេររឿងហ្នឹងទុកយូរហើយតាំងពីខ្ញុំយល់ដឹងពីវិស័យគុនមកវិស័យភាពយន្តមកគឺខ្ញុំស្រឡាញ់ប្រភេទរឿងបែបកប៉ាយបែប action បែបហ្នឹងអញ្ចឹងហើយខ្ញុំគិតថាជាពេលដែលខ្ញុំត្រូវចាប់ផ្ដើមបានហើយម្យ៉ាងទៀតក្នុងការផលិតសាច់រឿងនេះដែរខ្ញុំនឹងទទួលយកមតិយោបល់ concept ពីមិត្តអ្នកទស្សនាពីបងប្អូនដែលជា fan សាច់រឿងហ្នឹងដើម្បីយកមកផលិតទៅតាមភាពបន្តបានថាយក idea ដែលគាត់ចង់បានចង់ឲ្យតួអញ្ចេះចង់ឲ្យរឿងអញ្ចេះ enjoy អញ្ចឹងទៅគឺយើងសរសេរបន្ថែមដើម្បីទៅ episode បន្តទៀតព្រោះតួយើងមិនមែនតែម្នាក់ទេតួយើងគឺមានច្រើនហើយសាច់រឿងឬក៏រឿងចិត្តកម្មរឿងអក្រិតកម្មអីហ្នឹងគឺមានច្រើនអញ្ចឹងទៅយើងនឹង involve វាទាំងអស់ចម្បាច់ចូលគ្នាជាមួយនឹងភាព action ជាមួយនឹងភាពកំប្លុកខ្លែងចូលក្នុងនឹងដែរអញ្ចឹងទៅអាចនឹងយូរបើសិនជាបងប្អូនជួយគ្រប់គ្រងបន្ថែមឧបត្ថម្ភតាមសទ្ធាក៏ដូចជាធ្វើជា main sponsor ឬក៏ម្ចាស់ sponsor របស់យើងបងអញ្ចឹងតើមានពីអីនិយាយទៅកាន់អ្នកគ្រប់គ្រងក៏ដូចជាអ្នកដែលចង់តាមដានចង់ដល់សាច់រឿងទៀតមកខ្ញុំមានតែពាក្យថាអរគុណសម្រាប់អ្នកដែលចាប់តាម follow នៅ page មួយនេះហើយអ្នកដែលបាន subscribe ទៅកាន់ YouTube មួយនេះផងដែរហើយជាពិសេសសំណូមពរគឺចង់ឲ្យអ្នកទាំងគ្នាងាកមកគ្រប់គ្រងវិស័យភាពយន្តខ្មែរដូចជាអ្នកចាប់តាមថ្មីដូចខ្ញុំចេះអញ្ចឹងយើងរំពឹងថាយើងនឹងធ្វើ quality ល្អជាងហ្នឹងតែដោយឡែកយើងធ្វើបានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងសិនយើងអត់តែហត់លូតអីណាទេហើយចង់ឲ្យបងប្អូនងាកមកគ្រប់គ្រង content ដែលល្អៗជាងទៅមើលឬក៏គ្រប់គ្រង content ដែលបំពុលសង្គមអីចឹងទៅព្រោះយើងដឹងហើយស្រុកខ្មែរយើងអត់ចូលចិត្តអីតែតែធ្វើឲ្យ content នឹងល្បីអញ្ចឹងទៅខ្ញុំចង់ឲ្យងាកមកគ្រប់គ្រង content ដែលល្អៗលើកទឹកចិត្តពួកគាត់អ្នកដែលស្រឡាញ់ការផលិតដូចជាខ្ញុំអញ្ចឹងព្រោះ content ល្អវារៀងពិបាកបន្តិច content ដែលអប់រំ content ដែលមានន័យឬក៏អីចឹងវាពិបាកជាង content ដែលរៀងបំពុលរៀងអីចឹងវាល្បីលឿនអញ្ចឹងចង់ឲ្យអ្នកនរគ្នាងាកមកគ្រប់គ្រង content របស់ខ្ញុំហើយកុំភ្លេចរងចាំទស្សនានៅ episode 1 part 1នៅថ្ងៃសុក្រនេះពេលល្ងាចម៉ោង 7